4ចំណុចដែលយើងអាចមើលឃើញថាក្រុមហ៊ុននោះគឺជាប្រភេទក្រុមហ៊ុនដែលល្អហើយយើងអាចទៅធ្វើការនៅទីនោះបានយូរអង្វែងទី1នោះគឺជាក្រុមហ៊ុនដែលគាត់ផ្ដល់ប្រាក់ឈ្នួលមកឲ្យយើងប្រាក់ខែតាមសមត្ថភាពរបស់យើងហើយមិនខ្វះពេកក៏មិនលើសពេកទី2នោះគឺគាត់ផ្ដល់អត្ថប្រយោជន៍ឲ្យយើងដូចជាថ្លៃសាំងថ្លៃបាយក៏ដូចជាប្រាក់ខែទី13និងអត្ថប្រយោជន៍ផ្សេងៗដែលមានចែងនៅក្នុងច្បាប់ការងារទី3នោះគឺការបណ្ដោះបណ្ដាលទាក់ទងនឹង mindset ជាទូទៅបុគ្គលិកនៅពេលដែលយើងគាត់ធ្វើការនៅក្នុងក្រុមហ៊ុនវាតែងតែយើងប្រើពាក្យមកថាចាននៅក្នុងរាវណាអញ្ចឹងពេលខ្លះធ្វើឲ្យគំនិតមួយចំនួនបានអវិជ្ជមានចឹងពេលខ្លះគាត់អត់សប្បាយចិត្តទៅលើការងារមួយចំនួនដែលធ្វើការមួយអ្នកពាក់ព័ន្ធនេះចឹងទៅចឹងនៅពេលដែលយើងធ្វើការបដិបត្តិទៅនឹង mindset របស់ពួកគាត់ធ្វើឲ្យគាត់បើកចិត្តទៅលាជាងមុនអារម្មណ៍ស្រស់ស្រាយជាងមុនជាមួយនឹងការងារនិងទូនាទីដែលគាត់ធ្វើជាប្រចាំហើយទី4នោះដែរគឺមានវគ្គបណ្ដុះបណ្ដាលទៅនឹងជំនាញផ្ទាល់របស់គាត់តែម្ដងជាទូទៅយើងអាចមើលឃើញថាបុគ្គលិកគាត់ចេះហើយគាត់មានសមត្ថភាពទៅលើទូនាទីរបស់គាត់ហើយក៏ប៉ុន្តែក៏មានចំណុចខ្លះខ្វះខាតហើយក្រុមហ៊ុនបានចេញថវិកាខ្លួនឯងផ្ទាល់ខ្លួនអាចឲ្យគាត់ទៅរៀននៅខាងក្រៅឬក៏មានការបង្រៀនពីថ្នាក់លើហើយនេះក៏ជាប្រភេទក្រុមហ៊ុនមួយដែលបងប្អូនទាំងអស់គ្នាគួរតែធ្វើការឲ្យបានយូរបំផុតពីព្រោះมันងាយមានក្រុមហ៊ុនបែបនេះទេហើយបើសិនជាយើងបានធ្វើការនៅក្នុងក្រុមហ៊ុនមួយនោះហើយគឺត្រូវតែខិតខំប្រឹងប្រែងបានល្អចា៎អរគុណ